ទាំងឡាយបានមកជួបជុំគ្នាមូលមីដែលដាស់រងចាំអបអរពិធីគ្រងតំណែងទេវតាឆ្នាំថ្មីព្រះនាងរក្សាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មដែលយាងចុះមកនៅថ្ងៃអង្គារ12រោចខែចេសឆ្នាំមមីអក្សរពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 10:18 នាទីព្រឹកព្រះនាងរក្សាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មបានយាងចុះមកដល់ហើយ